មាន small party មួយដែលពួកយើងហៅថា gender reveal ឬក៏ការទាយភេទអញ្ចឹងទៅខ្ញុំចង់ដឹងថាតើកូននឹងវាស្រីឬក៏ប្រុសអញ្ចឹងខ្ញុំមួយគ្រូសាស្ត្ររបស់ខ្ញុំនឹងក៏កន្លែងសម្រាប់ private party របស់ពួកយើងមិនដឹងទៅពួកយើងក៏បានឃើញកន្លែងមួយនៅចំកណ្ដាលទីក្រុងហើយវាងាយស្រួលសម្រាប់ពួកយើងតែម្ដងនៅមានគ្នាល្មមប្រហែលជា4-10នាក់ហ្នឹងឯងហើយវាមាន game មួយចំនួនមកល្មមលេងជុំគ្នាមកមាន BGA មាន PS5 លេងមាន karaoke ជាងទៀតអញ្ចឹងកន្លែងនេះមានឈ្មោះថា The Peninsula Hotel and Residence ហ្នឹងហើយទាំងអស់គ្នាទីតាំងរបស់គេនេះគឺនៅចិត្តចូលច្បារហ្នឹងហើយញ៉ាំមានឆ្ងាយពីក្រុងទេគៀមែនតើលោកសុំមកអុយកំបងរឿងជៀនមកតាចូលមកអត់តអីញ៉ាំអីសិនមកតាអូមកហើយមកអូអើយហ្វេស៊ីមកពួកមកអញណែណៃងំហ្វេស៊ី Hello ទូស្អីភ្ញៀវ Hello សួស្ដីបងអរគុណដែលកម្មវិធីប៉ែតរៀបចំឲ្យទៀតណាហើយដោយសារពួកយើងផ្ញើពូនៅមន្ទីរពេទ្យ Orchid អញ្ចឹងខាងមន្ទីរពេទ្យគេរៀបចំការ surprise ពួកយើងដែរអីគេអាហ្នឹងនេះអូខាងមន្ទីរពេទ្យមកចូលស្ពតឲ្យលុយមែនអូយអញ្ចឹងខ្ញុំមិនដឹងថាកូនរបស់ខ្ញុំនោះគាត់ស្រីឬក៏ប្រុសទេតែបើថាប្រុសហ៎ត្រៀមមកកូនត្រៀមចូលព្រៃមួយខ្ញុំនិយាយមកខ្ញុំកូនខ្ញុំអត់ឈ្មោះនឹងជាកូនស្រីឯងមកថ្ងៃគេនឹងឃើញតែកូនស្រីអាំគេកាមេរ៉ាអាំក៏ឈ្មោះថែមគេឈ្មោះផ្សេងមកកូនសួនដាក់គេម្នាក់ហ្នឹងហើយទីបំផុតអូទាំងអស់គ្នាអញ្ចឹងទាំងអស់គ្នាខ្ញុំបានកូនស្រីបានកូនស្រីមួយបានកូនស្រីទៅក៏ល្អម្យ៉ាងដែរជួយមើលយើងមើលអីទុកទៅក្នុងផ្ទះក្នុងអីចឹងណាAnyway កូនអីក៏ខ្ញុំស្រឡាញ់ដែរកូនរបស់ពួកយើងអញ្ចឹងបងប្អូនអរគុណច្រើនសម្រាប់ការតាមដានវីដេអូ Bye